នឹងជម្រាបសួរដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីទៀតហើយចង់បង្ហាញបងប្អូនទាំងអស់គ្នាហើយវីដេអូនៅក្នុងថ្ងៃនេះគឺបង្ហាញផ្លូវទៅកាន់ភូមិច័ន្ទគិរីបងប្អូនបាទហើយភូមិផ្លូវនេះគឺខ្ញុំជិះទៅមើលនៅជាការបន្លែរបស់ប្រជាកសិករហើយនៅតាមផ្លូវក៏ធ្វើវីដេអូដើម្បីបង្ហាញនៅទេសភាពជូនបងប្អូនទាំងអស់គ្នាទស្សនាបាទហើយនៅតាមផ្លូវគឺមានទេសភាពខៀវខ្ចីហើយយើងអមដោយភ្នំនៅខាងមុខបងប្អូនបាទហើយភ្នំនេះយើងជិះទៅមុខទៀតនឹងឃើញភ្នំច្បាស់បាទហើយមុននឹងយើងទៅជិតដល់ភ្នំយើងមើលទេសភាពនៅតាមដងផ្លូវវិញម្ដងគឺខ្ទង់ខែ9នេះគឺទេសភាពខៀវស្រងាត់មែនទែនបងប្អូនបាទហើយយើងមើលឃើញមានបងប្អូនប្រជាកសិករដែលគាត់នៅនឹងតាមផ្លូវហ្នឹងក៏ដាំដំណាំដាំផ្កាដាំអីលង្ខៀវពេលនេះក៏មានផ្កាលឿងហើយដំណាំរបស់គាត់ពេលដែលត្រូវទឹកភ្លៀងហ្នឹងក៏ស្រស់បំព្រងដែរបងប្អូនបាទហើយភ្នំនៅខាងមុខនេះខ្ញុំអត់ដឹងថាភ្នំអីទេប៉ុន្តែផ្លូវនេះគឺនៅក្នុងភូមិច័ន្ទគិរីបាទនៅខាងឃុំទួលបរោនៅខាងស្រុកម្លៃយើងមើលទេសភាពទៅគឺស្អាតមែនទែនបងប្អូនហើយខ្ញុំពិតជាស្រឡាញ់នៅទេសភាពបែបជនបទស្រុកស្រែចំការធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយហើយខ្យល់អាកាសក៏ល្អហើយមួយវិញទៀតហ្នឹងគឺផ្លូវនេះគឺទៅចាប់ផ្ដើមជួសជុលថ្មីហើយយើងអាចធ្វើដំណើរបានស្រួលនៅក្នុងរដូវវស្សាបាទយើងមកដល់ផ្លូវចិត្តនឹងជើងភ្នំហើយបងប្អូនបាទហើយឃើញថាទេសភាពគឺខៀវស្រងាត់មែនទែនបាទហើយនៅក្បែរជើងភ្នំគឺឃើញមានបងប្អូនប្រជាកសិករគាត់ដាំពោតដាំដំឡូងហើយខែនេះគឺពោតចាប់ផ្ដើមនឹងប្រមូលផលហើយឃើញមានបងប្អូនប្រជាកសិករខ្លះគាត់ដឹកពោតដឹកដំឡូងគាត់យកទៅលក់បាទដោយសារឆ្នាំនេះយើងសង្កេតឃើញថានៅតាមភូមិគឺមាននៅកម្រិតទឹកភ្លៀងតិចមែនទែនបងប្អូនបាទហើយតំបន់ខ្លះក៏អាចនឹងខូចខាតនៅផលដំណាំខ្លះហើយតំបន់ខ្លះទៀតក៏អាចទទួលបានទឹកភ្លៀងគ្រប់គ្រាន់នឹងឬក៏អាចតែខ្វះខាតតិចតួចប៉ុន្តែដំណាំក៏នៅតែខៀវខ្ចីដែរបងប្អូនបាទហើយសម្រាប់ខ្យល់អាកាសជាមួយនឹងទេសភាពបែបស្រស់ខៀវខ្ចីអញ្ចឹងធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយមែនទែនបងប្អូនហើយអមជាមួយនឹងអាកាសធាតុបែបមិនសូវជាក្តៅខ្លាំងទៀតធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយពេលដែលទស្សនានៅវីដេអូនេះក៏ដូចជាបងប្អូនបានធ្វើដំណើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍ទៅរមណីយដ្ឋាននានាហ្នឹងបងប្អូនអាចនឹងឃើញភ្នំឃើញចំការបន្លែបងប្អូនប្រជាកសិករនៅតាមផ្លូវយើងតែងតែទទួលបានអារម្មណ៍ប្លែកហើយពិតជាស្រស់ស្អាតមែនទែននៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានកន្លែងកម្សាន្តច្រើនហើយទេសភាពក៏ស្អាតដែរមិនចាញ់នៅទេសភាពនៅបរទេសដែរបងប្អូនបាទហើយសូមបងប្អូនដែលថ្មីសូមជួយនៅ Subscribe នៅ Channel YouTube របស់ខ្ញុំបានមួយផងដើម្បីឲ្យខ្ញុំបានមានកម្លាំងចិត្តក៏ដូចជាទទួលបាននៅវីដេអូរបស់ខ្ញុំបានថ្មីជាបន្តទៀតបាទសូមអរគុណ